សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះកូនពៅមកធ្វើទឹកប្រទាលកន្ទុយកពើញ៉ាំពិសាអញ្ចឹងដឹងថាកូនពៅធ្វើយ៉ាងណាសូមពុកម៉ែបងប្អូនតាមដានទស្សនាវីដេអូរបស់កូនពៅដូចទៅអញ្ចឹងឥឡូវនេះយើងក៏លេចមកមើលប្រទាលកន្ទុយកពើរបស់យើងគឺថាមានតែមួយគុំទេប៉ុន្តែអែមមែនតើពុកម៉ែបងប្អូនគឺធំនិយាយរួមទៅគឺថាធំជាងកំភួនណៃផិនកូនពៅទៀតហើយឥឡូវនេះនៅពេលដែលយើងបានបេះរួចហើយគឺកូនពៅបានធ្វើការយកប្រទាលកន្ទុយកពើរបស់យើងយកមកលាងបន្ទាប់ពីយើងបានលាងរួចរាល់អស់ហើយយើងចាប់ដើមរៀបចំប្រទាលកន្ទុយកពើរបស់យើងគឺចិតសម្បកវាឲ្យស្អាតអញ្ចឹងឥឡូវនេះគឺបន្ទាលកន្ទុយកពើរបស់យើងគឺថាបានចិតសម្បកបានពាក់កណ្ដាលហើយឥឡូវនេះគឺបានរួចរាល់អស់ហើយអញ្ចឹងកូនពៅក៏ចាប់ផ្ដើមធ្វើការកាត់បន្ទាលកន្ទុយកពើរបស់យើងជាចំណិតហើយក្នុងការចិតនេះផងដែរពុកម៉ែបងប្អូនចង់បានធំចង់បានទូចគឺថាសាច់ទៅលើពុកម៉ែបងប្អូនអញ្ចឹងណាបើសិនជាទូចល្មមគឺថាយើងញ៉ាំទៅឆ្ងាញ់ហើយនៅពេលដែលកូនពៅចិតអំបញ្ញវិញគឺថាយូរពេកឥឡូវនេះគឺចាប់ផ្ដើមយកបន្ទាលកន្ទុយកពើរបស់យើងគឺថាយកមកកាប់ចិញ្ច្រាំនៅលើជ្រុញតែម្ដងដែលមានការទ្របថងពីខាងក្រោមដើម្បីងាយស្រួលក្នុងការចាក់អញ្ចឹងណាបងពុកម៉ែបងប្អូននិយាយរួមទៅគឺយើងហាន់បែបនេះហាន់នៅលើជ្រុញអញ្ចឹងគឺថាលឿនជាងហើយក៏ងាយស្រួលផងដែរពុកម៉ែបងប្អូនហើយបើសិនជាយើងអត់ចង់ដាក់ថងទ្របពីក្រោមទេក៏បានដែរប៉ុន្តែនៅពេលដែលយើងចិញ្ច្រាំជាមួយនឹងជ្រុញផ្ទាល់គឺវាមានជាតិរំអិលអញ្ចឹងទៅនៅពេលដែលយើងឆ្កឹះបន្ទាលកន្ទុយកពើយកដាក់ចូលទៅក្នុងចានដែរគឺថាវាពិបាកអញ្ចឹងណាអញ្ចឹងគឺថាបន្ទាលកន្ទុយកពើរបស់យើងគឺបានកាត់វាជាចំណិតតូចរួចរាល់អស់ហើយអញ្ចឹងឥឡូវនេះគឺយើងយកវាមកធ្វើការលាងទឹកឲ្យស្អាតដើម្បីឲ្យជ្រះរំអិលផិនបន្ទាលកន្ទុយកពើអញ្ចឹងណាពុកម៉ែបងប្អូនដើម្បីកុំឲ្យនៅពេលដែលយើងយកវាទៅធ្វើជាទឹកហើយយើងបរិភោគទៅគឺថាកុំឲ្យវារមាស់កដោយសារតែការរមាស់ហ្នឹងគឺមកពីជាតិរំអិលផិនប្រទាលកន្ទុយកពើហ្នឹងហើយពុកម៉ែបងប្អូនគឺថាសាច់វាអូយពុកម៉ែបងប្អូនឃើញទេឡើងសស្អាតតែម្ដងហើយនៅពេលដែលយើងធ្វើញ៉ាំតែខ្លួនឯងនេះគឺថាក៏មានផាសុខភាពនិងអនាម័យជាពិសេសគឺយើងអត់ព្រួយបារម្ភពីបញ្ហាប៉ះពាល់អីចឹងណាពុកម៉ែបងប្អូនវាមានសុវត្ថិភាពជាងយើងទិញគេញ៉ាំអីអញ្ចឹងទៅមិនមែនថារបស់គេផលិតមកពីរោងចក្រអត់ល្អទេល្អដូចគ្នាប៉ុន្តែចាញ់យើងធ្វើធម្មជាតិដោយដៃខ្លួនយើងទេពុកម៉ែបងប្អូនហើយការលាងនេះផងដែរគឺថាកូនពៅចាក់មកទឹកហើយមកទឹកទៀតមកទឹកហើយមកទឹកទៀតដើម្បីឲ្យងាយឲ្យមើលទៅឃើញស្អាតអញ្ចឹងណាពុកម៉ែបងប្អូនហើយក៏សូមអធិស្ឋានផងដែរពេលនេះកូនពៅរៀងជាប់មាត់បន្តិចអញ្ចឹងនៅពេលដែលយើងលាងស្អាតរួចរាល់អស់ហើយយើងធ្វើការយកវាទៅដាក់លើកញ្ច្រែងដើម្បីឲ្យស្រស់ទឹកមួយលើសិននេះណែពុកម៉ែបងប្អូនឃើញតំណងដែរទេហើយការធ្វើនេះផងដែរគឺពុកម៉ែបងប្អូនអាចធ្វើនៅផ្ទះបានដោយខ្លួនឯងណាហើយយើងក៏កុំភ្លេចផងដែរជាមួយនឹងស្លឹកតយអញ្ចឹងឥឡូវនេះយើងក៏លេចមកមើលឆ្នាំងរបស់យើងគឺយើងធ្វើការដាំទឹកវាឲ្យពុះសិនអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងនៅពេលដែលវាពុះហើយគឺកូនពៅចាប់ដើមបងស្លឹកតយចូលហើយបងស្លឹកតយនេះផងដែរគឺនៅពេលដែលកូនពៅក្របហើយរងចាំឲ្យវាមកពុះទៀតអញ្ចឹងនៅពេលដែលវាពុះម្ដងទៀតរួចហើយគឺកូនពៅចាក់សាច់បន្ទាលកន្ទុយកពើរបស់យើងចូលឥឡូវនេះគឺថាទឹកបន្ទាលកន្ទុយរបស់យើងចាប់ផ្ដើមពុះហើយអញ្ចឹងយើងធ្វើការចាក់ស្ករចូលហើយការដាក់ស្ករនេះផងដែរពុកម៉ែបងប្អូនចង់បានផ្អែមដាក់រៀងច្រើនជាងកូនពៅទៅដោយសារតែអ្នកផ្ទះកូនពៅអត់សូវចូលចិត្តផ្អែមទេអញ្ចឹងក៏ធ្វើផ្អែមឡមអញ្ចឹងណាពុកម៉ែបងប្អូនគាត់តែពុះបែបនេះគឺថាគាត់ចេញមកគឺតំណងតែម្ដងណាពុកម៉ែបងប្អូនហើយយើងក៏កុំភ្លេចផងដែរជាមួយនឹងទឹកឃ្មុំដើម្បីរតែបង្កើនរសជាតិឲ្យមាននិយាយទៅគឺថារសជាតិឆ្ងាញ់អញ្ចឹងណាបងម៉ែបងប្អូនដោយសារតែទឹកឃ្មុំនឹងងាយគឺវាជាអ្នកដើរតួសំខាន់ក្នុងការបង្កើនរសជាតិរបស់យើង
ហើយយើងធ្វើការចំបាច់ក្រូចឆ្មាចូលទៅក្រូចឆ្មានេះផងដែរគឺក៏អាស្រ័យទៅតាមពុកម៉ែបងប្អូនឬតាមតែនីមួយៗផងដែរចង់បានជូរក៏យើងចំបាច់ច្រើនចង់បានអត់សូវជូរក៏យើងចំបាច់រៀងតិចអញ្ចឹងទៅណាពុកម៉ែបងប្អូននិយាយរួមទៅគឺអត់រើសទេសាច់តែយើងចូលចិត្តរសជាតិបែបផ្អែមខ្លាំងផ្អែមឡំគឺសាច់ទៅលើយើងខ្លួនឯងទេហើយសូមពុកម៉ែបងប្អូនកុំភ្លេចជាមួយនឹងអំបិលមួយចិបផងដែរដើម្បីឲ្យវាបង្កើនរសជាតិទឹកមិនទៀតទៅក្រពើរបស់យើងឲ្យកាន់តែរៀងរសជាតិរៀងមុតអញ្ចឹងណាពុកម៉ែបងប្អូនទោះបីអត់សូវផ្អែមតែក៏មានអារម្មណ៍ថាគឺវាមុតអញ្ចឹងឥឡូវនេះគឺថាទឹកប្រទាលទៅក្រពើរបស់យើងបានរួចរាល់អស់ហើយជាចុងក្រោយគឺយើងទុកវាត្រជាក់សិនទើបយើងចាក់ចូលដបហើយយកវាទៅក្លាសេនៅពេលដែលយើងញ៉ាំទៅត្រជាក់គឺថាពៅកម្លាំងឆ្ងាញ់មែនទែនពុកម៉ែបងប្អូនជាចុងក្រោយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់កូនពៅសូមពុកម៉ែបងប្អូនទាំងអស់គ្នាធ្វើការចុច like subscribe និងដាក់រូបសញ្ញាកណ្ដឹងផងណាដើម្បីទទួលបានវីដេអូថ្មីៗរបស់កូនពៅជាបន្តទៀតសូមអរគុណ